แต่ก็ที่มาจากอาชีพกรรมแล้วเล่นออริจินอลล่ามากันเวดิกาខ្ញុំបាទឈ្មោះឡៅឆេងជាស្ថាបនិក brand ខោខ្មែរមកឡៅលីន original ខ្ញុំចង់សួរបងប្អូនបន្តិចតើបងប្អូនក្នុងបន្ទប់នេះតើមានអ្នកណាធ្លាប់ឃើញខ្ញុំពីមុនមកហើយនៅតាមបណ្ដាញសង្គមសូមបងប្អូនលើកដៃបាទច្រើនមែនតើបាទសូមអរគុណតើឡៅលីនមានប្រភពអពីណាខ្ញុំសូមបកទៅឆ្នាំ2007ខ្ញុំគឺជាអ្នកកើតនៅស្រុកបាត់ដំបងប្រពន្ធខ្ញុំក៏បាត់ដំបងក៏ប៉ុន្តែប្រពន្ធខ្ញុំទៅប៉ោយប៉ែតមុនខ្ញុំគឺយើងចាប់ដៃគ្នារកស៊ីនៅប៉ោយប៉ែតនោះគឺខ្ញុំការចូលខាងគ្រួសារប្រពន្ធខ្ញុំឆ្នាំ2009យើងក៏បានចាប់ដៃគ្នារកស៊ីរហូតដល់ឆ្នាំ2020ទើបយើងបង្កើត brand ឡៅលីនមួយនេះឡើងហើយមុននឹងបង្កើត brand ឡៅលីននេះពីដើមគឺខ្ញុំលក់ខោតាំងពី2007មកហើយបើគិតមកដល់ឥឡូវវាជិត20ឆ្នាំហើយប្រវត្តិក៏ប៉ុន្តែខោពីមុនមិនមែនជាខោដែលយើងស្លៀកមើលទៅស្អាតបែបនេះគេហៅថាខោរយជាងដេគឺដេធ្វើម៉េចដេឲ្យបានលឿនហ្មងដេលឿនដេយោថ្នេស្អាតមិនស្អាតមិនក៏លក់ដាច់ដែរព្រោះអីទីផ្សារនោះគឺលក់ដាច់ខ្លាំងមែនតើជំនាន់ហ្នឹងបងប្អូនអរគ្នាជឿទេខ្ញុំអាចដេខោចេញបានមួយថ្ងៃបងប្អូនគិតថាប៉ុន្មាន5000ខោ6000ខោ7000ខោមែនទេគឺខ្ញុំអាចដេបានរហូតដល់ទៅ10000ខោជំនាន់មុនណាបាទតែខោហ្នឹងជាខោរយឯងបងប្អូនអរគ្នាហើយសឹងថាខោពីមុនហ្នឹងគឺខ្ញុំមិនដែលយកស្លៀកបងមូលហេតុទេមិនដល់ស្លៀកមិនថាមិនស្អាតទេម៉ូតស្អាតអីស្អាតទេក៏ប៉ុន្តែឧទាហរណ៍ថាចង្កេះខ្ញុំ32ស្លៀក32អត់ត្រូវទេតោះតែយក34ទៅស្លៀកត្រូវអាគូទៀតតឹងយើងដេដើម្បីធ្វើម៉េចផ្គត់ផ្គង់តម្រូវទីផ្សារខាងថៃនោះដោយថាគេលក់អញ្ចឹងដែរយើងក៏លក់តាមអញ្ចឹងដែរទៅហើយថៃលក់ទៅថៃជំនាន់ហ្នឹងលក់ដាច់ហើយបន្ទាប់មកដល់មួយរឿងទៀតចំពោះការលក់នៅថៃហ្នឹងព្រោះអីយើងមិនរងចាក់ខ្លួនឯងគេតម្រូវឲ្យយើងដេរាប់ពាន់រាប់ម៉ឺនខោអញ្ចឹងវាមានសាយនៅលើហ្នឹងពីក្រោមហ្នឹងគេដាក់ថា made in Thailand ក៏ប៉ុន្តែជាក់ស្ដែងបងប្អូនអរគ្នាដឹងឯង made in Thailand ហ្នឹងជួនកាលចេញមកពីខ្មែរប៉ោយប៉ែតយើងទៅឯងអញ្ចឹងដូចបងប្អូនអរគ្នាដឹងឯងសម័យឥឡូវយើងចង់ដាក់អីក៏បានដែរអានេះវាក៏ជាសេចក្តីឈឺចាប់មួយដែលយើងចង់ថាពីហេតុអីក៏យើងផលិតបានហេតុអីបានទៅដាក់ made in Thailand ថៃខ្មែរយើងសោះចាំបាច់តែខ្លាចអីហើយបន្ទាប់មកទៀតបន្តរឿងទៀតមានថ្ងៃមួយមិនមែនថ្ងៃមួយទេសឹងថារាល់ឆ្នាំហ្មងអានេះនិយាយពីប្រវត្តិមុនសិនណាឲ្យតែពេលបុណ្យទានបុណ្យចូលឆ្នាំខ្មែរឬក៏បុណ្យភ្ជុំបិណ្ឌព្រំដែនផ្សារថៃជំនាន់មុនម៉ោង6តែជំនាន់ខ្ញុំចូលនោះគេបិទម៉ោង8ហើយបងប្អូនពលករខ្មែរយើងទាំងអស់ច្រើនណាពេលបុណ្យទានម្ដងមិនត្រង់ជួពេញហ្នឹងត្រង់ជួទាំងអស់ម៉ោង8គេដឹងតែបិទហើយអញ្ចឹងមានបងប្អូនខ្មែរយើងគាត់ទៅសម្រាននៅគៀនតាមព្រំដែនហ្នឹងនៅពេលដែលយើងឃើញយើងមានអារម្មណ៍ថាអាណិតផងឈឺចាប់ផងហើយពេលខ្លះបងប្អូនខ្មែរយើងទៅធ្វើការអត់មានច្បាប់អីត្រឹមត្រូវជិះអាឡានមកដាក់ទ្រុងផងអីផងស្របពេលហ្នឹងដែរមានវិបត្តិកូវីដកើតឡើងវិបត្តិកូវីដកើតឡើងហ្នឹងយើងក៏មិនទាន់ចង់ថាធ្វើជា brand ខោស្អាតបែបនេះដែរតើកូវីដកើតឡើងគឺសារថៃហ្នឹងគឺបិទតែយើងអត់ដឹងថាគេបិទចំនួនប្រហែលថ្ងៃប្រហែលខែណាក្នុងអារម្មណ៍គឺគេថាគឺយើងគិតថាបិទប្រហែលជាមួយអាទិត្យទេអស់ហើយកូវីដបិទមួយខែអស់ហើយមួយខែ2ខែ3ខែចាំដំណឹងដល់មួយឆ្នាំ2ឆ្នាំទៅបើកវិញប៉ុន្តែស្របពេលនឹងដែរគឺយើងអត់បានបញ្ឈប់ទេគ្រាន់តែបិទមួយខែភ្លាមខ្ញុំមានជាងដេមួយដែលដេនៅផ្សារថៃជាមួយនឹងគ្នារាប់ឆ្នាំហើយផ្ទះបងប្អូនគាត់នៅជាប់ផ្ទះខ្ញុំហ្នឹងគាត់អត់មានការងារធ្វើហើយកូនគាត់4នាក់បងប្អូនអរគ្នាគិតមើលជាងដេអានេះខ្ញុំនិយាយតែគាត់មួយណាក៏ប៉ុន្តែជាងខ្ញុំដែលថាដេបាន10000ខោមានរហូតដល់ទៅ20ក្រុមបងប្អូនអរគ្នាមិនមែនមានតែមួយក្រុមហ្នឹងឯងក៏ប៉ុន្តែខ្ញុំលើកយកគាត់មកនិយាយដោយសារគាត់កូនច្រើនហើយផ្ទះបងប្អូនគាត់នៅជិតខ្ញុំគាត់មកគាត់ចេញចូលគាត់តែឃើញថាយើងមិនក៏មិនដេខោស្អាតអ្នកស្លៀក32ស្លៀក32ទៅឲ្យត្រូវទៅមិនបាច់ដល់ស្លៀក34ទេតោះអញ្ចឹងបង្កើតក្នុងនោះដែរអានេះគេហៅថាវាគ្រោះខ្លាយទៅជាលៀបវិញអញ្ចឹងក្នុងវិបត្តិកូវីដហ្នឹងគឺយើងបានបង្កើតឡៅលីននេះមួយគឺនៅឆ្នាំ2020ឥឡូវចូលម្ដងអានេះទេម្ដងដំណើរការនៃភាពជោគជ័យចំពោះភាពជោគជ័យនេះដែរបងប្អូនស្ដាប់ទៅថាគ្រូជោគជ័យមកចែកម្លែកតែតាមពិតអ្វីដែលខ្ញុំនិយាយទាំងបានមកនេះគ្រាន់តែជាអ្វីដែលខ្ញុំបានឆ្លងកាត់តាំងពីដើមមកដល់ចុះហើយបើសិនជាបងប្អូនស្ដាប់ទៅគិតថាមានប្រយោជន៍បងប្អូនអាចយកទៅប្រើប្រាស់បានក៏ប្រើការបានណាស្ដាប់ទៅមិនមានប្រយោជន៍ក៏បោះចោលគ្រាន់អានេះគ្រាន់តែ3នេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំឯងទី1គឺធនធានមនុស្សអញ្ចឹងចំពោះការប្រើមនុស្សនេះដែរគឺវាមិនមែនជារឿងងាយស្រួលទេបងប្អូនដឹងស្រាប់ហើយជាងដេមកចេញចូលមានតែជាងដែលគាត់យល់ចិត្តយើងគាត់ល្អហើយមនុស្សគឺមានច្រើនប្រភេទបងប្អូនអរគ្នាហើយមនុស្សដែលទឹកដៃដេស្អាតក៏មិនងាយមានដែរដោយបងស្រីក៏លោកខោក៏ដឹងហើយគាត់ក៏មានជាង
ហើយចូលមកដល់ទី2សិនសេវាកម្មអតិថិជនជាទូទៅគឺខាងឡៅលីនយើងជាមួយនឹងការឆ្លើយតបជាមួយនឹងអតិថិជនគឺមានភាពទទួលខុសត្រូវខ្ពស់មានភាពស្មោះត្រង់ 100% គឺមិនមែនដូចថាបងយកទៅស្លៀកមិនត្រូវចាំដូរវិញអានេះខ្ញុំនិយាយពីអនឡាញមួយចំនួនតូចខ្ញុំធ្លាប់ទិញយកវិញតែពេលបើបានមកដល់ដៃហើយតទៅពេលតែឆាតសួរសុំដូរលេខដូរមិនបានជួនកាលមិនថាដូរលេខទេបានលហែកផងអត់ចង់ឆ្លើយឆាតមួយឯងមកតែបើរបស់ខ្ញុំអត់ទេគឺខូចគឺដូរខុសស្អីក៏ដូរដែរគឺយើងត្រូវមានភាពស្មោះត្រង់គឺមានភាពទទួលខុសត្រូវខ្ពស់ហើយចំណែកទី3នេះបងប្អូនអរគ្នាចំពោះការធ្វើទីផ្សារនេះដោយបងស្រីមុនគាត់បាននិយាយហើយសម័យ digital គឺបងប្អូនត្រូវហ៊ានចេញមុខហើយចេញមុខនឹងហើយក៏មិនទាន់គ្រប់គ្រាន់ដែរបងប្អូនអរគ្នាត្រូវបងប្អូនត្រូវរៀនធ្វើ content គឺឧទាហរណ៍ថាខ្ញុំលក់កៅអៅអញ្ចឹងខ្ញុំត្រូវធ្វើពី content របៀបស្លៀកពាក់ហើយបងប្អូនមិនបាច់ចាំថាខ្ញុំអត់ចេះបងទៅបរៀនគេមិនបងប្អូនគ្រាន់តែចែករំលែកអំពីបទពិសោធន៍ដែលបងប្អូនមានទៅបានហើយជួនកាលយើងនិយាយ professional ពេកគេអត់ចង់ស្ដាប់ទេដូចថាយើងនិយាយបែបរៀលនៅផ្ទះយើងមានអីយើងថតអាហ្នឹងទៅបានអីយើងដឹងកលឹះបន្តិចតួចយើងចែករំលែកអាហ្នឹងទៅដាក់ទាំង TikTok ដាក់ទាំង Facebook ឲ្យតែបណ្ដាញសង្គមគេលេងអីច្រើនគឺយើងប្រើបែបហ្នឹងទៅហើយចំពោះខមមិនរបស់បងប្អូនទី1គេថាខោមានតម្លៃថ្លៃនៅក្នុងពួកគាត់ក៏ថាថ្លៃតែតាមពិតវាគ្រាន់តែជាតម្លៃខ្ពស់ទេមិនមែនថ្លៃទេថ្លៃលុះត្រាណាតែរបស់ហ្នឹងវាទាបជាងគុណភាពតម្លៃទាបជាងគុណភាពទើបថាថ្លៃតែបើគុណភាពលើសពីតម្លៃប៉ុណ្ណឹងគឺគេមិនហៅថាថ្លៃទេវាគ្រាន់តែជាតម្លៃមួយដែលខ្ពស់ក្នុងចំណោមដូចថាវាមានកម្រិតរបស់វាខោបងប្អូនអរគ្នាហើយឥឡូវបងប្អូនអរគ្នាគិតមើលដូចខ្ញុំអញ្ចឹងធម្មតាអតិថិជនគឺមានកម្រិតរបស់អតិថិជនមានអតិថិជនកម្រិតល្មមកម្រិតធម្មតាហើយនិងកម្រិតខ្ពស់អញ្ចឹងខោសម្លៀកបំពាក់របស់របរក៏ដូចគ្នាបងប្អូនឃើញរបស់របរស្រុកគេអបាំងស្រុកគេមានរហូតដល់$100 $200រហូតដល់រាប់ម៉ឺនទៀតរាប់ម៉ឺនហ្នឹងគឺគេមាន brand មកគេសាងយូរឆ្នាំហើយពីដំបូងភ្លេចប្រាប់សូមបងប្អូនបដោតយកទៀតទុកដាក់ស្ដាប់ចុងក្រោយគឺយើងមានសំណួរដើម្បីឲ្យបងប្អូនឡើងឆ្លើយយករង្វាន់ហើយចំពោះការយល់ច្រឡំគេឃើញតែឡាវពីមុខគេស្មានតែ brand យើងហ្នឹងមកពីប្រទេសឡាវអញ្ចឹងកន្លែងនេះខ្ញុំចង់បកស្រាយប្រាប់បងប្អូនអរគ្នាចំពោះមូលហេតុដែលខ្ញុំដាក់ brand ឈ្មោះថាឡាវលីននេះគឺឡាវហ្នឹងគឺជាតកូលរបស់ខ្ញុំឈ្មោះឡាវឆេងអញ្ចឹងខ្ញុំដាក់ពីមុខដាក់ឡាវ LAO ហើយបន្តមកលីនគឺជាឈ្មោះរបស់គ្រួសាររបស់ខ្ញុំគាត់នោះពាក់អាវលឿងនៅខាងក្រោយបងប្អូនអរគ្នាគាត់ថតខ្ញុំរហូតបាទអរគុណអញ្ចឹងឡាវលីនតកូលរបស់ខ្ញុំឈ្មោះរបស់ប្រពន្ធខ្ញុំបាទហើយខមមិនមួយចំនួនទៀតថាផលិតផលខ្មែរហេតុអីមិនក៏មិនសរសេរដាក់អក្សរខ្មែរច្បាស់មកតែពិតមិនមែនអត់សរសេរគ្រាន់តែយើងសរសេរដាក់ខាងក្នុងអញ្ចឹងក៏ថាមិនដាក់ក្រៅអានេះវាតាក់ទងនឹងចំពោះអនាគតរបស់ផលិតផលយើងគឺយើងមានគោលបំណងច្បាស់លាស់ថានឹងបង្ហាញផលិតផលខ្មែរយើងឲ្យពិភពលោកទទួលស្គាល់អញ្ចឹងយើងមិនបាច់ដូរច្រើនទេខាងមុខវាមានអក្សរអង់គ្លេស made in Cambodia គឺគេទទួលស្គាល់ហើយដូចនៅអាមេរិកដូចបោះអាល្លឺម៉ង់បោះអ៊ីតាលីបោះគ្រប់យ៉ាងគឺពីច្រើនវាជាអន្តរជាតិដើម្បីឲ្យគេមើលជាអន្តរជាតិហើយក្នុងនោះដែរក៏យើងមិនបានភ្លេចអក្សរខ្មែរដែរអក្សរខ្មែរគឺយើងបានសរសេរលើនឹងដែរហើយអ្វីដែលបញ្ហាប្រឈមមួយទៀតពីដើមមកគឺគាត់មានអារម្មណ៍ថាផលិតផលខ្មែរដូចថាគាត់មិនទុកចិត្តអីចឹងណាក៏ប៉ុន្តែកន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនអរគ្នាថាបើសិនជាបងប្អូនមានផលិតផលមួយខ្លួនឯងបើសិនជាបងប្អូនត្រូវតែស្គាល់ផលិតផលរបស់ខ្លួនឯងឲ្យច្បាស់លាស់តែម្ដងថារបស់យើងហ្នឹងគុណភាពយ៉ាងម៉េចអ្វីយ៉ាងម៉េចគឺនៅពេលដែលយើងស្គាល់ច្បាស់នៅពេលដែលគេនិយាយមកគឺយើងគ្រាន់តែប្រាប់ពាក្យពិតបកស្រាយប្រាប់គាត់ទៅបានហើយអាហ្នឹងវាតាក់ទងនឹងការធ្វើទីផ្សារអញ្ចឹងយើងអាចចេញជា content មួយទៀតវាបានជាប្រធានបទតបរហូតចេញ content ហ្នឹងមកនៅពេលដែលគេ comment បងប្អូនអាចឆ្លើយទៅ comment វាបានទៅជា content ថ្មីមួយកន្លែងនេះសំខាន់ណាការធ្វើទីផ្សារហ្នឹងគឺបងប្អូនទាំងអស់គ្នាគឺត្រូវតែធ្វើតែម្ដងគឺចាប់ផ្ដើមពីទូរស័ព្ទដៃទៅមួយហ្មងមិនបាច់ professional ទេទិញតែជើងមួយឲ្យពីណាគេថតមួយនិយាយបែបរៀលនិយាយបែបខ្លីៗមានអត្ថន័យចាក់ដោតប្រើហ៊ុបឲ្យល្អបន្តិចគឺគេមើលហ្មងបងប្អូនទាំងអស់គ្នាអញ្ចឹងបាទសុំតែស្លាយមួយទៀតអញ្ចឹងចំពោះចក្ខុវិស័យនិងឆន្ទៈខ្ញុំក៏ដូចជាប្រជាជនខ្មែរទាំងមូលដែរ
ចង់ឃើញ brand ដែលមានពាក្យថាស្នាដៃកូនខ្មែរនេះវាលុកទីផ្សារពិភពលោកដូច brand ល្បីៗនៅលើពិភពលោកដែរអញ្ចឹងតើមានបងប្អូនណាខ្លះចង់ឲ្យ brand ខ្មែរយើងល្បីដូច brand គេបងប្អូនទាំងអស់គ្នាសូមលើកដៃមួយបាទសូមអបអរសាទរដល់បងប្អូនខ្មែរយើងទាំងអស់គ្នាមួយបាទចំពោះឆន្ទៈខ្ញុំឡៅឆេងនិងភរិយានិងក្រុមការងារឡៅលីនទាំងមូលក្រុមឡៅលីនក៏មកនេះច្រើនអ្នកដែរគឺពិតជាសប្បាយចិត្តបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាអរគុណបងប្អូនដែលបានស្ដាប់ខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងឥឡូវនេះដល់ពេលសំណួរឆ្លើយយករំខ្ញុំសូមអ្នកក្លាហានឆ្លើយខ្ញុំសូមតែ3នាក់ទេ3នាក់ខ្ញុំមានសំណួរមួយតើឈ្មោះថាឡៅលីននេះមានប្រភពមកពីណាបើសិនជាបងប្អូនលើកដៃសូមបងប្អូនអាចឡើងមកលើនេះបានបងប្អូនក្លាហានឡើងទេបងប្អូនអាចក្លាហានឡើងទេបាទពីណាក៏បានហើយ3នាក់សុំតែ3នាក់ឡើងហ្មងឡើងហ្មងចាតោះឲ្យលើកដៃចូលបងតឡើងចាបងបរោះឡើងហ្មងបងបរោះទាំង3តែម្ដងចាតើឡៅលីនមានប្រភពមកពីណាមូលហេតុអ្វីបានជាខ្ញុំដាក់ថាឈ្មោះឡៅលីននេះបាទពីណាគេសុំមុនក៏បានបាទចាបងណាមុនក៏បងណាចាំមុនណាក្លាហានមុនក៏បានដែរបាទជាដំបូងជម្រាបសួរទៅដល់អ្នកទស្សនាទាំងអស់ហើយនឹងម្ចាស់ក្រុមហ៊ុនឡៅលីនអញ្ចឹងខ្ញុំសូមឆ្លើយសំណួរពាក់ព័ន្ធទៅនឹងតើ brand ឡៅលីនមានប្រភពមកពីណាមែនទេបងមែនទេតើឈ្មោះឡៅលីនហ្នឹងមានប្រភពឈ្មោះហ្មងបាទអញ្ចឹងតើឈ្មោះឡៅលីនហ្នឹងហេតុអ្វីបានជាបង្កើតឈ្មោះឡៅលីនហ្នឹងបាទអញ្ចឹងខ្ញុំសូមឆ្លើយទី1ឡៅហ្នឹងគឺជាឈ្មោះតកូលរបស់បងបាទហើយលីនជាឈ្មោះប្រពន្ធគាត់ប្រើលឿនបាទគុណអត់ទេក៏បន្តប្រាប់ឲ្យគាត់ឆ្លើយអត់ទេឲ្យគាត់ឆ្លើយទាំងអស់សិនអត់ទេគាត់ឆ្លើយទាំង3នាក់សិនចាំយើងប្រាប់ថាត្រូវអត់បើមិនចឹងគាត់ឆ្លើយតាមគ្នាបាទសូមសួរបងប្អូនទាំងអស់គ្នាហើយអ្នកចូលរួមទាំងអស់ជាមួយនឹងអ្នកចាស់ជីវិតទាំងអស់ដែរអញ្ចឹងខ្ញុំសូមឆ្លើយតែម្ដងទៅគឺឡៅលីនមកពីឈ្មោះឡៅឆេងជាមួយនឹងឈ្មោះលីនប្រពន្ធគាត់បាទអញ្ចឹងឈ្មោះពីរចូលគ្នាដើម្បីបង្កើតជា brand name មួយអរគុណច្រើនបាទអរគុណបាទជាដំបូងខ្ញុំសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាហើយខ្ញុំសូមឆ្លើយសំណួរបងប្រុសដែលសួរថាឡៅលីនបានមកពីណាបាទឈ្មោះហ្នឹងបានមកពីណាបាទឈ្មោះឡៅលីនបានមកពីការខិតខំប្រឹងប្រែងរបស់បងជាមួយនឹងខាងបងស្រីតាំងពីឆ្នាំ2007មកហើយចាប់ដៃគ្នាសាងអាជីវកម្មមកប៉ោយប៉ែតដែលចាប់ដើមផលិតនៅខោរយតែមួយថ្ងៃអាចផលិតខោបានដល់10000ខោហើយមានបុគ្គលិក20ក្រុមហើយបញ្ហាដែលអាចធ្វើឲ្យមានឡៅលីនតាំងឡើងមកដោយសារតែបញ្ហាកូវីដនៅឆ្នាំ2019អញ្ចឹងបញ្ហាកូវីដនៅឆ្នាំ2019ហ្នឹងធ្វើឲ្យមានការបន្ទប់រាំងស្ទះអញ្ចឹងអត់អាចនាំផលិតផលទៅខាងស្រុកក្រៅបានអញ្ចឹងនៅក្នុងហ្នឹងក៏ជាឱកាសមួយដែលបងគិតថាបើសិនជាខោដែលអាចយកចេញពីស្រុកខ្មែរទៅខាងក្រៅបានហើយអត់អាចរកទីផ្សារទៅខាងក្រៅបានអញ្ចឹងបងក៏មានកំណត់ចង់បង្កើត brand ខ្លួនឯងដែលbrand ខ្លួនឯងមួយដែលមានគុណភាពបាទហើយនៅពេលដែលបង្កើត brand ហ្នឹងមកបងក៏ស្វែងរកដៃគូបុគ្គលិកផ្សេងហើយនៅពេលដែលបង្កើត brand បងក៏នឹកឃើញចង់ដាក់ពាក្យថាឡៅលីនហ្នឹងមកហើយឡៅលីនពាក្យថាឡៅគឺការចេញពីតកូលរបស់បងព្រោះថាបងឈ្មោះឡៅឆេងហើយពាក្យថាលីនគឺជាឈ្មោះបងស្រីដែលជាភរិយារបស់បងបាទសូមអរសាទរដល់គាត់ទាំង3នាក់បាទសួរតែមួយម៉ាត់ឯងបងប្រុសឆ្លើយដល់10ម៉ាត់បាទគាត់ក្បោះក្បាយខ្លាំងមែនទែនបាទគួរឲ្យអរសាទរបាទចាអញ្ចឹងបើឲ្យចាំអ៊ុតមើលថាចង់ខ្ញុំឆ្លើយបន្តិចអញ្ចឹងត្រូវដែរចាចាំទៅឲ្យបងប្រុសជាអ្នកសម្រាប់តែម្ដងចាកាដូនៅក្នុងដៃនេះខ្ញុំហើយចាបងឲ្យបកស្រាយបានបាទចំពោះចម្លើយរបស់គាត់ទាំង3នាក់គឺត្រឹមត្រូវទាំង3បាទសូមអរសាទរសូមអរសាទរដល់បុរសខ្លាំងហាមទាំង3ចាទទួលបានកាដូខោស្រស់ស្អាតចាំបើសិនជាអត់ត្រូវពណ៌អត់ត្រូវសាយដូរបានដែរបងបាទចាចាំទៅស្គាល់ឡើងលីនដើម្បីដូរឲ្យត្រូវតែម្ដងចាអត់ដឹងថាបងចាប់អារម្មណ៍ដូចខ្ញុំអត់ទេខ្ញុំចាប់អារម្មណ៍តែខោបងប្រុសទៅចានិយាយពីថាម៉ូតប្លែកស្អាតចាម៉ូតស្អាតតែម្ដងចាអរគុណខ្លាំងបងឲ្យសម្រួលអីយ៉ាបត់បានម៉ូតខោក៏ស្អាតដែរណាបានខោដែរ
Chà, sạch men chà, sạch xong nên thu mua để kịp là bây là ban là dân tay là ban lư thấu là lấy nó khao sạch đó nè. Hay con được hiếp, con là ở đây. យ៉ា ចាអញ្ចឹងហៀសុំជើញឡើងមកលើវិញចាបងប្អូនបោះសញ្ញាមកថាបងចង់បងប្រុសចង់សួរចាក្រុមការងារសុំរត់មីក្រូហ្វូនឲ្យលឿនបំផុតចាខុសក៏បានដែរចារត់ឲ្យបងប្រុសចាបងប្រុសចង់សួរចា ខ្ញុំជឿថាខ្ញុំអាចលឺបានបាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏មានចម្ងល់ដូចខ្ញុំដែរក៏ប៉ុន្តែភ្លេចសួរអញ្ចឹងមែនទេខ្ញុំមើលនៅឡាយីហោរបស់គាត់ប្រើរូបអីគេបងសូមបងយកចិត្ត រូបតោបងតោខៀវបាទ សំណួររបស់ខ្ញុំគឺដើមចេញពីហ្នឹង បាទ មូលហេតុអីបានជាបងដាក់និមិត្តសញ្ញារូបតោពណ៌ខៀវហ្នឹង បាទចំពោះរូបតោបាទបាទ បើសំណួរមានប៉ុណ្ណឹង បាទ ជួយបកស្រាយដើម្បីអស់ចម្ងល់ បាទចំពោះរូបតោនេះគឺខ្ញុំគិតដោយសារតែខ្ញុំជាមនុស្សស្រឡាញ់សត្វតោដោយសារតែតោគឺជាសត្វមួយដែលមានអំណាចជាងគេទាំងអស់ក្នុងពូជដំបូលសត្វបាទហើយតោនេះក៏មានវត្តមានដល់សប្តាហ៍ថ្ងៃដែរយើងស្គាល់យើងបានឃើញបាទនិយាយទៅរូបហ្នឹងវាស្អាតតោខ្ញុំមានគោលបំណងធ្វើអាវទៀតមិនមែនតែខោទេអញ្ចឹងខ្ញុំសម័យមើលថាខ្ញុំឃើញ brand គេធំអានេះនិយាយឲ្យការពិតហ្មង brand កពើ brand អីគេមានរូបកពើរូបសត្វហ្នឹងមើលទៅវាស្អាតនិយាយឲ្យចំទៅគឺស្អាតហើយនឹងតោមានអំណាចនិយាយទៅតែប៉ុណ្្នឹងឯងបង បញ្ជាក់មួយទៀតពណ៌ខៀវទៀត ចាហេតុអីបានខៀវដល់អស់ចិត្តទេ បាទខៀវដោយសារចិត្តខ្ញុំស្រឡាញ់ពណ៌ខៀវហ្នឹងបងបាទនិយាយទៅគឺស្រឡាញ់ធម្មតាតែកាលណាយើងឃើញស្រឡាញ់យើងឃើញយើងមានអារម្មណ៍ថាស្អាតយើងអាចមានអារម្មណ៍ទៅក្នុងហ្នឹងហើយ បាទយើងសូមបញ្ជាក់ បាទ ពណ៌ខៀវគាត់គឺស្រឡាញ់ពណ៌ខៀវគាត់មានន័យថាគាត់ស្រឡាញ់បរិស្ថាន បាទអូល្អបងល្អ